តោះអូខេសួស្តីអ្នកទាំងអស់គ្នាអញ្ចឹងថ្ងៃនេះខ្ញុំមានគំនិតមួយតាក់ទងមួយ how to upgrade your Google Drive storage without any cost គឺតាក់ទងជាមួយនឹងការ upgrade storage របស់ Google Drive យើងដោយ free អត់ចំណាយលុយអីទាំងអស់ថ្ងៃនេះខ្ញុំនឹងមកចែកម្លែកទាំងអស់គ្នាអំពីរបៀបធ្វើវាអូខេអញ្ចឹងយើងកលេចចូលទៅមើលរូបភាពនេះមួយដែលខ្ញុំរៀបចំដើម្បីបញ្យល់អ្នកទាំងអស់គ្នាខ្ញុំគិតថាវាជាវិធីសាមញ្ញមួយទេអញ្ចឹងយើងមើលទៅលើនេះឧទាហរណ៍ថាខ្ញុំមាន Google Drive 3ទាំងអស់គ្នាដឹងហើយថា Google Drive មួយមាន 15G មួយមាន 15G បន្ទាប់មក Google Drive 2ទៀតក៏ 15G 15G ដូចគ្នាអញ្ចឹងក្នុង Google Drive មួយយើងប្រើបានតែ 15G ទេប៉ុន្តែដើម្បីstore ឲ្យឯកសារយើងឲ្យបានកាន់តែច្រើនយើងចង់បន្ថែមបង្កើន storage វាអញ្ចឹងឧទាហរណ៍ថាក្នុងហ្នឹងខ្ញុំមាន Google Drive 3អ្នកទាំងអស់គ្នាអាចបង្កើត Google Drive 345អញ្ចឹងទៅតាមរយៈ Gmail ហ្នឹងមាន Gmail 345អាចបង្កើតបានហើយអញ្ចឹងឥឡូវខ្ញុំយក3មកឧទាហរណ៍ Google Drive ទី1ខ្ញុំតាំងដោយថា email A ចុះវាមាន 15GB ទី2 email B 15GB ដូចគ្នា email C ខ្ញុំមាន 15GB ដូចគ្នាគឺ Google វា default ឲ្យយើងប៉ុណ្ណឹងអញ្ចឹងដើម្បីអាច upgrade Google Drive យើងបានយើងត្រូវវាមានវាលើសពី1ឡើងទៅអញ្ចឹងណាអញ្ចឹងបើសិនជាខ្ញុំមាន3យើងបូកជោគនេះយើងបាន 45G ប៉ុន្តែជាទូទៅអាទាំងអស់ហ្នឹងគឺគេប្រើដាច់គ្នាគឺគេប្រើអត់ចូលលាយឡំគ្នាទេអញ្ចឹងដើម្បីឲ្យយើងប្រើបានគឺយើងមានវិធីមួយគឺយើងយក email មួយហ្នឹងដែលជា Google Drive ធ្វើជា main drive គឺជា drive main មួយបន្ទាប់មកយើងឲ្យអាពីរនេះ share ទៅកាន់Google Drive main ដូចគ្នានេះក៏ត្រូវ share ទៅអញ្ចឹងអានេះខ្ញុំហៅវាថា sub drive អានេះក៏ sub drive ដែរអញ្ចឹងពេលដែលយើង share ទៅឲ្យអាមេអានេះក៏ share ទៅឲ្យអាមេយើង lock ចូលតាមមេមួយទៅយើងអាច access ព័ត៌មានបានទាំងពីរនេះដូចគ្នាអញ្ចឹងវាឡើងបូកចូលគ្នាវាបាន 45G បើសិនជាអ្នកទាំងអស់គ្នាមាន10 Gmail account អ្នកទាំងអស់គ្នាទទួលបានធ្វើបែបនេះអ្នកទាំងអស់គ្នាទទួលបាន 150G អញ្ចឹងយើងទៅមើលវិធីធ្វើតើធ្វើដូចម៉េចអូខេឥឡូវនេះជា main drive របស់ខ្ញុំ main drive របស់ខ្ញុំតមកនេះជា sub drive 2មិញអញ្ចឹង main drive របស់ខ្ញុំ Gmail កតុយ AA7 មួយទៀតកតុយ AA8 ហើយចុងក្រោយមួយនេះកតុយ AA9 អញ្ចឹងតាមរយៈវិធីសាស្ត្រមិញយើងត្រូវយកពីរនេះ share ទៅឲ្យមួយនេះអូខេអញ្ចឹងយើងចាប់ផ្ដើមទាំងអស់គ្នាឥឡូវខ្ញុំសូមធ្វើមួយនេះមុនមួយនេះយើងបង្កើត folder មួយមកអញ្ចឹងនៅក្នុង folder ហ្នឹងខ្ញុំសូមដាក់AA7 ទៅចំណាំឲ្យដឹងថាចេញពី AA8 ទៅឲ្យដឹងថាចេញពី drive មួយហ្នឹងខ្ញុំ create អាហ្នឹងមួយអូខេអញ្ចឹងយើងបាន folder មួយបន្ទាប់មកយើងចុចសញ្ញា tray 3ខាងចុងនេះ action វានេះបន្ទាប់មកយើងចុច share ពេលដែលយើង share យើងត្រូវ share ទៅ link ណាមួយអញ្ចឹងកន្លែងនេះជាកន្លែងដែលវាយបញ្ចូល link អញ្ចឹងខ្ញុំ share ទៅemail ខ្ញុំដែលមានកតុយ AA7 អានេះខ្ញុំធ្លាប់ share ម្ដងទៅវា load មក solidate.aa7@gmail.com កន្លែងនេះគឺយើងរើសសិតយើងមានសិតជា editor viewer ឬក៏ commenter នៅក្នុង editor នេះយើងអាច organize add ឬក៏ edit file បានអញ្ចឹងយើងជ្រើសយកជា editor message អូខេខ្ញុំដាក់ hi មួយចុះហើយបន្ទាប់មកខ្ញុំ send ទៅអញ្ចឹងបន្ទាប់ពីខ្ញុំ send ទៅខាងនេះនឹងទទួលបាន folder ហ្នឹងហើយអូខេអញ្ចឹងយើងចូលទៅមើលកន្លែងshare with me នេះអញ្ចឹងខ្ញុំទទួលបាន folder AA8 មួយហើយអញ្ចឹងឧទាហរណ៍ខ្ញុំចង់ដាក់ file ចូលអញ្ចឹងខ្ញុំចូលទៅក្នុងហ្នឹងវាទៅទេឃើញអត់អញ្ចឹងខ្ញុំអាច add file ចូល upload file ចូលឬក៏បង្កើត file ថ្មីក៏បានដែរ
ចឹងឧទាហរណ៍ថាខ្ញុំបង្កើត file ថ្មីមួយ file document មួយខ្ញុំ create document មួយទៅ hello world this is from AA7 អូខេខ្ញុំវា save ទៅអញ្ចឹងនៅនេះវានឹងមានខ្ញុំសូម refresh មួយមើលអូខេអញ្ចឹងយើងមាន file មួយឈ្មោះ hello world this is from AA7 អញ្ចឹងយើងទៅមើលអា file ដែលយើង share ឲ្យគេមិញនេះយើងចូលទៅក្នុង folder ហ្នឹងទៅប្រកាសជាមានដូចគ្នាអូខេអញ្ចឹងមានន័យថាយើងចូលតែ file មេមួយយើងអាច access sub drive បានទាំងអស់បើសិនជាអ្នកទាំងអស់គ្នាមានច្រើន drive ស្អាចូលអាមេមួយទៅអាច access បានទាំងអស់អញ្ចឹងហើយវានេះគឺជាវិធីបង្កើន storage ដោយអត់អស់គិតថ្លៃទេហើយយើងធ្វើដូចគ្នានៅក្នុងវិធីទី2មកនៅក្នុង drive ទី2មកយើងអាចបង្កើត folder មួយទៀតឈ្មោះថា AA9 អូខេបានហើយតមកខ្ញុំ share វាទៅកាន់email mail កតុយ AA7 ខ្ញុំមាន Gmail 3នេះដើម្បីយកមកឧទាហរណ៍អូខេវា load មកវាស្គាល់ហើយអញ្ចឹងខ្ញុំចុចខ្ញុំ hide ទៅមួយទៅ editor ដូចគ្នាអញ្ចឹងយើងមានសិទ្ធិកែកុនលុបថែមថយឲ្យបានក្នុងនឹងទាំងអស់យើង back ទៅកន្លែងនេះវិញ share with me នេះយើងនឹងមាន folder 2អានេះជា drive របស់ AA8 នេះជា drive របស់ AA9 អញ្ចឹងយើងបាន storage 15នេះ15នេះ15ទៀតវាឡើង 45GB អូខេនេះជាវិធីមួយដែលសាមញ្ញប៉ុន្តែវាមានប្រយោជន៍សម្រាប់យើងបើសិនយើងផ្ទុកឯកសារដូចខ្ញុំភាគច្រើនផ្ទុកឯកសារ Word Excel ទេអត់ផ្ទុករូបថតឬក៏វីដេអូទេអញ្ចឹងធ្វើ 45G នេះខ្ញុំអាចធ្វើការងារបានច្រើនព្រោះការងារខ្ញុំវាអត់សូវតាក់ទងមួយការផ្ទុករូបច្រើនទេអូខេអញ្ចឹងថ្ងៃនេះខ្ញុំមានប៉ុណ្ណឹងបើសិនជាអ្នកទាំងអស់គ្នាមានចម្ងល់អីអាចឆាតសួរក៏បានឬក៏ comment នៅក្នុងវីដេអូសួរក៏បានដែរអូខេបាយបាយ